ឲ្យទៅលើថាក្រុងប៉ោយប៉ែតណាម្នាក់គឺញាស់សាច់ទៅកើតហ្មងមិនថារឿងល្អរឿងអាក្រក់រឿងតូចឬក៏រឿងធំទេតែលើកនេះគឺជារឿងមួយដែលល្អហើយប្លែកដែរដោយអ្នកទាំងអស់គ្នាបានឃើញនៅខាងខ្វៃខ្នងខ្ញុំអញ្ចឹងណាបើសិនជាខ្ញុំអត់ប្រាប់ថាខ្ញុំនៅកន្លែងណាទេអ្នកទាំងអស់គ្នាប្រកាសជាគិតថាខ្ញុំនឹងកំពុងតែនៅលេងយន្តហោះរៀបនឹងឡើងយន្តហោះទៅណាទៀតហើយប៉ុន្តែតាមក៏ពិតគឺមិនមែនទេនៅក្នុងក្រុងប៉ោយប៉ែតយើងហ្នឹងអ្នកនរនេះគឺមានយន្តហោះ Boeing 747មួយគ្រឿងគឺបានចុះចតនៅចំកណ្ដាលក្រុងប៉ោយប៉ែតយើងនឹងតែម្ដងដែលខាងសន្តាគារ Bedford នៅក្រុងប៉ោយប៉ែតហ្នឹងគឺចំណាយលុយទិញសាកសពយន្តហោះ Boeing 747មួយគ្រឿងហ្នឹងគឺមកដាក់តាំងជាភោជនីយដ្ឋាននៅទល់មុខសន្តាគារនឹងយកហ្មងគឺអាចនិយាយបានថាស្អាតប្លែកខ្លាំងមែនទែនអ្នកនរគ្នាដែលខ្ញុំអត់ដែលបានឃើញពីមុនមកទេដែលគេយកយន្តហោះធ្វើជាភោជនីយដ្ឋានណាហើយមិនមែនមានតែយន្តហោះ Boeing មួយគ្រឿងហ្នឹងទេអ្នកនរគ្នានៅខាងក្រោមយន្តហោះអ្នកនរគ្នានៅលើដីហ្នឹងគឺគេធ្វើជាផ្លូវដែកសម្រាប់រថភ្លើងខ្នាតតូចរត់ជុំវិញកលឹងយន្តហោះហ្នឹងហើយនិយាយពីថានៅខាងលើវិញអ្នកនរនេះគឺគេធ្វើជារង្វង់ធំប៉ុណ្ណានៅលើយន្តហោះហ្នឹងដែលគេចង់បង្កើតទៅជាពពកសិប្បនិមិត្តហើយទម្លាក់ភ្លៀងចុះពីលើមកហើយបូកជាមួយនឹងពន្លឺភ្នែកបន្ទោអីអញ្ចឹងអ្នកនរនេះគឺគេធ្វើជាភ្លើងពណ៌ស្អាតខ្លាំងមែនទែនហើយបើសិនជាយើងក៏លេខទៅមើលរូបភាពនៅក្នុង banner វិញអ្នកនរនេះគឺដូចឈុតឆាកនៅក្នុងរឿង Hollywood អញ្ចឹងដែលមានយន្តហោះកំពុងតែបើកអញ្ចឹងអ្នកនរនេះហើយមានរង្វង់កង black hole ឬមួយក៏ជា galaxy ដែលកំពុងតែចង់ស្រូបយន្តហោះនឹងចូលទៅវិញអ្នកនរគ្នាគឺលយខ្លាំងមែនទែនគាត់នៅឃើញរូបនៅក្នុង banner ហ្នឹងអ្នកនរគ្នាគឺថាអស្ចារ្យខ្លាំងមែនទែនមិននឹកស្មានថាខាងប៉ោយប៉ែតគឺគេ surprise ខ្លាំងអញ្ចឹងទេអញ្ចឹងសម្រាប់អ្នកខាងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហ្នឹងគឺថាអែមស្រែមខ្លាំងមែនទែនអូមួយទៀតអ្នកនរគ្នាខ្ញុំបានដំណឹងថា event មួយហ្នឹងគឺគេបានអញ្ជើញតារាថៃតារាខ្មែរទៅ perform នៅ event ហ្នឹងច្រើនខ្លាំងមែនទែនហើយការ perform ទាំងអស់ហ្នឹងអ្នកចូលរួមទស្សនាអ្នកចូលរួមលេងហ្នឹងគឺអត់មានបង់លុយឬក៏ទិញសម្បត្តិចូលលេងទេអ្នកនរគ្នាគឺអ្នកនរនេះគឺចូល free តែម្ដងអ្នកនរគ្នាគ្រាន់តែត្រៀមកម្លាំងទៅគឺបានហើយ event របស់គេហ្នឹងគឺគេនឹងចាប់ផ្ដើមនៅកំឡុងថ្ងៃទី14 15 16ចូលឆ្នាំខ្មែរយើងហ្នឹងហើយសម្រាប់អ្នកដែលចូលចិត្តលេងទឹកហ្នឹងគឺទៅហ្នឹងគឺត្រូវហើយបន្ទាប់ពីលេងនៅ event ហ្នឹងហើយអ្នកនរគ្នាគឺអាចទៅលេងចាស់ទឹកប៉ាតម្សៅនៅលើផ្លូវដើមពុធាបានពីព្រោះថាចាប់ពីផ្សារអគ្គទៅដល់ទឹកពុះទៅដល់ដើមស្រល់ហ្នឹងណាទៅដល់ផ្លូវដើមស្រល់ហ្នឹងគឺនិយាយពីថាមនុស្សអត់ដឹងមកពីណាទេគឺថាណែនយកតែម្ដងគឺដើរអត់ចុះទេអ្នកនរគ្នាហើយខ្ញុំទៅសើតែម្យ៉ាងទេក្រុងប៉ោយប៉ែតពេលថ្ងៃគឺគ្មានមនុស្សទេអ្នកនរគ្នាគឺស្ងាត់ដូចនៅកន្លែងធម្មតាអញ្ចឹងប៉ុន្តែនិយាយពីថាយប់វិញមិនដឹងមនុស្សចុះមកពីណាទេគឺពេញតែម្ដងនៅលើផ្លូវដើមពុទ្រាហ្នឹងណាលេងទឹកប៉ាតម្សៅនិយាយពីថាណែនតែម្ដងចាប់ពីផ្សារអគ្គទៅដល់ចុងស្រល់និយាយពីថាអូ my god ចូលអត់ចុះទេប៉ុន្តែបើទោះបីជាសប្បាយប៉ុណ្ណាក៏ដោយអ្នកនរគ្នាកុំភ្លេច make safe ខ្លួនឯងផងពីព្រោះថាយើងអត់ដឹងទេថានរណាគេមានបំណងល្អឬបំណងអាក្រក់មកលើយើងណាហើយក៏ជូនពរអ្នកនរគ្នាក្នុងកំឡុងពេលបុណ្យចូលឆ្នាំខ្មែរហ្នឹងធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពកុំឲ្យសប្បាយខ្លាចជាទុក្ខណាអ្នកនរគ្នាចឹងខ្ញុំមានតែប៉ុណ្្នឹងទេជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ